តបទទី9វគ្គ2កោះត្រល់និងកម្ពុជាក្រោមតើខ្មែរជាជនរងគ្រោះតែម្នាក់ឯងមែនទេបើកកាយអាចកំបាំងមរតកព្រំដែនអាណានិគមនិងយុទ្ធសាស្ត្រការពារប្រលឹងខ្មែរដែលពិភពលោកទទួលស្គាល់ហើយឧត្តមផាន់វ៉ាន់រតអគ្គព្រះរាជអាជ្ញារងនៃតុលាការកំពូលបានលើកឡើងក្នុងទំព័រ Facebook ផ្ទាល់ខ្លួនថា1ការពិតប្រវត្តិសាស្ត្រខ្សែបន្ទាត់ដែលមិនបានព្រមព្រៀងយើងត្រូវទទួលស្គាល់ដោយភាពក្លាហាននិងតថភាពច្បាប់ថាការបាត់បង់កោះត្រល់និងកម្ពុជាក្រោមគឺជាលទ្ធផលនៃនយោបាយបំបែកដើម្បីគ្រប់គ្រងរបស់អាណានិគមបារាំងឆ្នាំ1939ខ្សែបន្ទាត់ព្រីវីយេអគ្គទេសាភិបាលឥណ្ឌូចិនបានគូសខ្សែបន្ទាត់រដ្ឋបាលដែលដាក់កោះត្រល់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់កូសាំងស៊ីនទោះបីបារាំងបញ្ជាក់ថាជាការបែងចែករដ្ឋបាលប៉ុន្តែវាបានក្លាយជាមូលដ្ឋាននៃយុត្តាធិការជាក់ស្ដែងថ្ងៃទី4ខែមិថុនាឆ្នាំ1949ចំណុចរបត់ប្រវត្តិសាស្ត្រភាសាបារាំងបានអនុម័តច្បាប់ផ្ទេរទឹកដីកូសាំងស៊ីនកម្ពុជាក្រោមឲ្យទៅរដ្ឋវៀតណាមជាផ្លូវការតស៊ូដ៏អង់អាចក្នុងពេលនោះព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុនិងគណៈប្រតិភូខ្មែរដឹកនាំដោយលោកសឿនសានបានធ្វើការតវ៉ាយ៉ាងខ្លាំងក្លានៅទីក្រុងប៉ារីសដោយបញ្ជាក់ថាវាជាទឹកដីខ្មែរប៉ុន្តែមហាអំណាចបារាំងមិនបានផ្លាស់ប្ដូរការសម្រេចចិត្តនោះឡើយ2កម្ពុជាមិនមែនជាជនរងគ្រោះតែឯងមេរៀនថ្នាំល្វីងពីពិភពលោកដើម្បីឲ្យបងប្អូនខ្មែរមានអារម្មណ៍ធូរស្រាលនិងយល់ពីតថភាពសកលយើងត្រូវដឹងថាគោលការណ៍មរតកព្រំដែនអាណានិគមបានធ្វើឲ្យប្រទេសជាច្រើនបាត់បង់ទឹកដីនិងសមុទ្រដូចយើងដែរប្រទេសសូម៉ាលីជាជាតិសាសន៍តែមួយប៉ុន្តែត្រូវអាណានិគមពុះជា5ចំណែកពេលទទួលបានឯករាជ្យពួកគេត្រូវបាត់បង់ទឹកដីដ៏ធំធេងឲ្យទៅប្រទេសជិតខាងហើយសង្គ្រាមទាមទារដីរបស់ពួកគេត្រូវបានពិភពលោកថ្កោលទោសព្រោះរំលោភលើព្រំដែនអាណានិគមប្រទេសបូឡាវីពីមុនមានសមុទ្រប្រើប្រាស់យ៉ាងហ៊ឺហាប៉ុន្តែត្រូវបាត់បង់ច្រកសមុទ្រទាំងស្រុងឲ្យទៅប្រទេសឈីលីពួកគេបានប្តឹងទៅតុលាការអន្តរជាតិ ICJ ជាច្រើនដងតែចុងក្រោយនៅតែចាញ់ក្តីនិងត្រូវបង្ខំចិត្តទទួលស្គាល់ថាជាប្រទេសគ្មានសមុទ្ររហូតមកដល់សព្វថ្ងៃប្រទេសនីសេរីយ៉ាកោះបាកាស៊ីសដែលសម្បូរប្រេងកាតត្រូវបានតុលាការ ICJ សម្រេចឲ្យកាមេរូនឈ្នះនៅឆ្នាំ2002ផ្អែកលើសន្ធិសញ្ញាអាណានិគមទោះបីនីសេរីយ៉ាមានទ័ពនិងមានប្រជាជនរស់នៅជាក់ស្ដែងក៏ដោយ3យុទ្ធសាស្ត្រការពារប្រលឹងខ្មែរក្នុងសម័យទំនើបបើយើងមិនអាចប្រើកម្លាំងបាយដើម្បីរំលោភច្បាប់អន្តរជាតិយកដីមកវិញទេយើងត្រូវប្រើច្បាប់អន្តរជាតិដើម្បីការពារមនុស្សសិទ្ធិជនជាតិដើមភាគតិច UN ប្រើយន្តការអង្គការសហប្រជាជាតិ UNDRIP ដើម្បីការពារសិទ្ធិបងប្អូនខ្មែរក្រោមឲ្យពួកគាត់មានសិទ្ធិពេញលេញក្នុងការរៀនអក្សរខ្មែរកាន់សាសនាខ្មែរនិងរក្សាវប្បធម៌ខ្មែរលើដីដូនតាយុទ្ធសាស្ត្រអប់រំនិងវប្បធម៌ការផ្ដល់អាហារូបករណ៍ដល់បងប្អូនខ្មែរក្រោមមកសិក្សានៅភ្នំពេញគឺជាការកសាងជញ្ជាំងវប្បធម៌ដែលរឹងមាំជាងបន្ទាយទ័ពទេសចរសាសនាជំរុញឲ្យខ្មែរគ្រប់ទិសទីទៅធ្វើបុណ្យទាននៅវត្តអារាមខ្មែរក្រោមដើម្បីជួយជ្រោមជ្រែងសេដ្ឋកិច្ចនិងផ្ដល់កម្លាំងចិត្តដល់បងប្អូនយើងដោយស្របច្បាប់4សេចក្តីសន្និដ្ឋានការទទួលស្គាល់តថភាពច្បាប់អន្តរជាតិមិនមែនជាការបោះបង់ទឹកដីនោះទេប៉ុន្តែគឺជាការជ្រើសរើសផ្លូវសន្តិភាពដើម្បីការពារអ្វីដែលនៅសល់ការរក្សាព្រលឹងនិងអត្តសញ្ញាណខ្មែរឲ្យរឹងមាំនៅលើដីកម្ពុជាក្រោមគឺជាជ័យជំនះដ៏មានន័យបំផុតសម្រាប់ប្រជាជាតិយើង